ជំរាបសួរអំពូមីងលោកពុកអ្នកម្ដាយថ្ងៃនេះផងដែរនឹងខ្ញុំវឿនបរិនធ្វើជាវីដេអូចាពីរបៀបអ៊ុតខោថ្មីដែលទៅតែនឹងកាត់រួចមិនទាន់ស្លៀកម្ដងចាអញ្ចឹងក្នុងការអ៊ុតនេះផងដែរយើងបលត់ខោមកហើយយើងឃើញធ្នេវាចារួចហើយយើងដាក់ឆ្នាំងអ៊ុតរុញដល់លើចាបន្ទាប់មកទៀតយើងថយឆ្នាំងអ៊ុតហើយយើងដាក់ដុំឈើមួយយើងសង្កត់ទៅតាមធ្នេនឹងត្រឡប់មកវិញដើម្បីឲ្យវាងាប់ភ្លីចាបន្ទាប់មកទៀតយើងអ៊ុតនៅភ្លីខាងក្នុងមិនយើងអ៊ុតភ្លីខាងក្រៅចានេះភ្លីខាងក្នុងរួចហើយយើងដាក់ឆ្នាំងអ៊ុតរុញតិចៗដូចគ្នាហើយយើងប្រើឈើសង្កត់តាមពីក្រោយដូចគ្នាបន្ទាប់មកទៀតយើងត្រឡប់នៅភ្លីខាងក្រៅចាយើងរុញឆ្នាំងអ៊ុតហើយចុចទឹកតិចៗមកចាហើយបន្ទាប់មកទៀតគឺយើងប្រើឈើចាប្រើឈើហ្នឹងគឺសង្កត់អូសតាមពីក្រោយឆ្នាំងអ៊ុតយើងហ្នឹងរហូតមកដល់ចុងជើងចាហើយរីឯបន្ទាប់មកទៀតហ្នឹងគឺយើងធ្វើមួយចំហៀងទៀតចាយើងធ្វើមួយចំហៀងទៀតគឺយើងធ្វើដូចគ្នាអញ្ចឹងទាំងខាងឆ្វេងខាងស្ដាំយើងធ្វើដូចគ្នាបន្ទាប់មកទៀតយើងត្រឡប់មើលចកេះចាចកេះហ្នឹងគឺយើងអ៊ុតនៅចកេះផ្នែកខាងខ្សែក្រវ៉ាត់ហើយនឹងកប៉ៅជាងខ្លះគាត់អ៊ុតកប៉ៅហើយស្រេចហើយចាព្រោះគាត់ដឹងតែកន្លែងហ្នឹងពិបាកអ៊ុតប៉ុន្តែបើសិនជាយើងអ៊ុតឲ្យត្រូវមួយទៀតគឺយើងធ្វើខ្នើយចាធ្វើខ្នើយតូចមកគឺយកមកកលអ៊ុតនៅតាមចកេះខោហ្នឹងប៉ុន្តែនេះជាខោគេហៅថាខោកាត់ធម្មតាចាជាងកាត់ត្រូវហើយមិនហត់ដាក់ខ្នើយទៀតទេចាហ្នឹងហើយអញ្ចឹងយើងអ៊ុតតាមរបៀបហ្នឹងមកយើងដាក់ឆ្នាំងអ៊ុតរុញមកបន្ទាប់ទៀតយើងចាប់ខោហ្នឹងផ្គុំជាពីរអញ្ចឹងយើងមុននឹងចាប់ខោផ្គុំជាពីរយើងចាប់មើលជើងវាអ្នកពុកម៉ែបងប្អូនអញ្ចឹងធ្នេខាងក្នុងធ្នេខាងក្រៅគឺផ្គុំមកចូលគ្នាបន្ទាប់ទៀតយើងយកដៃរាវរោមើលថាតើធ្នេហ្នឹងវារត់កងលើគ្នាហើយនៅបើអត់កងលើគ្នាទេគឺអ៊ុតអត់តិនបានទេតែបើកងលើគ្នាហើយយើងចាប់ដើមសកត់ឆ្នាំងអ៊ុតបន្តិចចាសកត់ខាងជើងរួចហើយយើងដាក់ដុំឈើចាចំពោះការអត្ថាធិប្បាយនេះគឺនាងខ្ញុំអត្ថាធិប្បាយមួយចាឲ្យបងឬក៏ពុកម៉ែបងប្អូនគាត់មើលហើយនឹងងាយយល់តែបើសិនជាអ៊ំពូមីងពុកម៉ែបងប្អូនចេះហើយមិនបាច់មើលទេអូសរំលងទៅនេះវីដេអូនេះសម្រាប់ដែរអ្នកដែលមិនទាន់ចេះអ្នកដែលរៀនអ៊ុតថ្មីនិងសុភាពនារីចាដែលជាភរិយាចាដែលជាប្រពន្ធដែលជាម្ដាយចង់អ៊ុតខោជូនដល់ស្វាមីចាអញ្ចឹងពេលដែលយើងអ៊ុតហើយនេះយើងចាប់ផ្ដើមផ្គុំខោមួយចង្ហៀងទៀតហ្នឹងគឺគ្របពីលើគ្នាហើយយើងត្រឡប់ចាយើងត្រឡប់វាមកសិនមកហើយបន្ទាប់មកទៀតយើងនឹងបើកជើងខោធ្នេវានេះមើលភាសាទៀតចាដើម្បីឲ្យផ្គុំធ្នេខាងក្នុងធ្នេខាងក្រៅហ្នឹងឲ្យដាក់គុំលើគ្នាបើសិនជាអត់ផ្គុំលើគ្នាទេពេលយើងស្លៀកទៅខោនោះវារត់ភ្លីខុសហើយអត់ចំពីមុខឯវាចាអញ្ចឹងយើងដាក់ដុំឈើមកគឺអត់ដូចគ្នាមិនវិញបើសិនជាជាងគេចេះកាត់គឺពេលដែលយើងផ្គុំខោនឹងមកខោនឹងរត់តាមគ្នារមិញហ្មងហើយស្រួលអត់ទៀតតែបើសិនជាជាងអត់ចេះកាត់ពេលដែលយើងផ្គុំជើងខោធ្នេចូលគ្នាមកបទាញចាបទាញដូចរបៀបយើងទាញព្រាត់អញ្ចឹងទាញខ្សែខោអញ្ចឹងបទាញឲ្យពិបាកអ៊ុតដែរចង់និយាយថាចំពោះជាងដែលគេកាត់មកស្រួលគឺអ្នកអ៊ុតក៏ស្រួលដែរចាអញ្ចឹងយើងរុញដាក់ដុំឈើរុញតិចមកចាដើម្បីឲ្យវាងាប់សាច់ភ្លីចាបើយើងអត់ប្រើដុំឈើទេក៏បានក៏ប៉ុន្តែភ្លីហ្នឹងវានឹងហើបអញ្ចឹងចំពោះអ៊ុតខោថ្មីគឺគេត្រូវប្រើដុំឈើហ្នឹងជួយសម្កត់ចាបើសិនជាអ៊ុតអាស៊ីបគេអត់ត្រូវប្រើឲ្យមានភ្លីទេពីមុខហ្នឹងពីមុនគេប្រើមានភ្លីឥឡូវនេះដូចគេអត់សូវប្រើសង្កត់ភ្លីទេតែបើសិនជាអ៊ុតខោបរោះចាសភាពបរោះលោកឪពុកលោកតាលោកអ៊ំត្រូវតែប្រើភ្លីឲ្យមានចាភ្លីហ្នឹងគឺចាំបាច់ណាស់ចាខោដែលអត់មានភ្លីគឺអត់ស្អាតទេបើសំពត់អាស៊ីបអត់មានភ្លីស្អាតវិញចាហ្នឹងហើយអញ្ចឹងយើងចាប់ផ្ដើមផ្គុំរួចហើយយើងចាប់ផ្ដើមដាក់ឆ្នាំងអ៊ុតពីលើហើយយើងប្រើដុំឈើនេះសកត់ហើយចំពោះឆ្នាំងអ៊ុតនេះផងដែរយើងរុញតមកបានតែឆៅពួរហើយខោពួរសឯងបើសិនជាខោពួរខ្មៅយើងអាចរុញចុះរុញឡើងបានវាស្លាកចាវាស្លាកអញ្ចឹងខោពួរយើងអាចរុញឆ្នាំងអ៊ុតតមកបានចាអញ្ចឹងបន្ទាប់ពីយើងផ្គុំខោអ៊ុតរួចហើយយើងចាប់ផ្ដើមត្រឡប់ខោនោះមួយចង្ហៀងទៀតហើយយើងចាប់ផ្ដើមទាញឆ្នាំងអ៊ុតមកឆ្វេងចាមកឆ្វេងចាហើយរួចហើយទាញទៅស្ដាំហើយអាកន្លែងដែលកប៉ៅហ្នឹងគឺយើងចាប់ដើមរុញអ៊ុតតិចដែរបន្ទាប់ទៀតយើងរុញចុះទៅក្រោមដើម្បីឲ្យប្រកាសថាភ្លីខោផាន់យើងហ្នឹងវាជាប់ភ្លីហើយឬនៅឬមួយក៏វាហើបចា
ឥឡូវនេះយើងចាប់ស្ទង់មើលសាច់ខោយើងតើវាចេញភ្លីមួយឬក៏ចេញភ្លីពីរនេះពុកម៉ែបងប្អូនចាប់ទាញវាមើលអញ្ចឹងណាចានេះចាប់ទាញមើលអញ្ចឹងចាបើចេញភ្លីពីរវាឆ្នោតមកភ្លីពីរហើយចាបើចេញភ្លីមួយវាឆ្លុតតែភ្លីមួយឯងចាព្រោះខោយើងអ៊ុតម្ដងមួយជាហៀងបានយើងគុំចូលគ្នាចាបន្តមកទៀតគឺយើងបត់ខោយើងមកចាឃើញទេចាយើងបត់ខោយើងសកត់ចុងជើងនេះអត់សកត់កដាលទេចាសកត់កដាលវាចេញភ្លីមួយទៀតចាហើយបន្តមកទៀតគឺថាយើងបានបត់វាមកកណាត់ទៀតនេះបត់ចឹងពុកម៉ែបងប្អូនចាយើងបត់ចឹងមកហើយយើងសកត់ឆ្នាំងអ៊ុតបន្តិចមកចាជាហៀងឆ្វេងស្ដាំមកហើយត្រឡប់មកជាហៀងទៀតយើងសេរីវាណែងណងមួយតិចមកស្អាតហើយចាហើយយើងបត់អាវពីលើមកច្រកថងមកអេមចាហ្នឹងហើយក្នុងការអ៊ុតខោហ្នឹងគឺនឹងថាមានពីរទៀតមួយទៀតគេបត់បែបហ្នឹងចំណែកមួយទៀតគេអត់បត់បែបហ្នឹងទេចាសម្រាប់ថាគេអ៊ុតភ្លាមគេមានឆ្អឹងដាក់ភ្លាមគឺគេយកទៅបញ្យងឆ្អឹងហ្មងគេបត់ទៅជាពីរបញ្យងឆ្អឹងហ្មងឥឡូវនេះនាងខ្ញុំបួនបញ្រៀនធ្វើជាវីដេអូម្ដងទៀតដើម្បីឲ្យបងដែលជាសុភាពនារីដែលជាម្ដាយដែលជាភរិយាចង់អ៊ុតខោជូនស្វាមីចង់អ៊ុតខោជូនមនុស្សជាទីស្រឡាញ់ចង់អ៊ុតខោជូនទៅដល់កូនអញ្ចឹងអាចមើលវីដេអូនេះបានចាបើពេញចិត្តសុំ like សុំ share ម្នាក់មួយផងចាហ្នឹងហើយឥឡូវនេះនាងខ្ញុំចាប់ផ្ដើមបំបែកភ្លីខាងក្នុងចាហ្នឹងហើយបំបែកភ្លីខាងក្នុងហើយបន្តមកទៀតនេះឆ្នាំងអ៊ុតយើងពុកម៉ែបងប្អូនមានកណ្ដុងដាក់ឌីបតងសរោមអញ្ចឹងណារួចហើយយើងបន្តមកគឺយើងអ៊ុតភ្លីនៅខាងក្រៅយើងធ្វើដូចគ្នាចាធ្វើដូចមុនអញ្ចឹងពុកម៉ែបងប្អូនយើងរុញឆ្នាំងអ៊ុតមកយើងសកត់ឈើហ្នឹងចាអញ្ចឹងសូមពុកម៉ែបងប្អូនសូមបេះដូងសូម like ជួយ follow នាងខ្ញុំម្នាក់មួយផង YouTube នាងខ្ញុំដៃថ្មីពុកម៉ែបងប្អូនមិនទាន់បានរកលុយរកកាក់អីទេពុកម៉ែបងប្អូនចាគ្រាន់តែសុំតែមាន like មាន view មាន share នាងខ្ញុំសប្បាយចិត្តណាស់ហើយចាឥឡូវនេះយើងចាប់ផ្ដើមបំបែកភ្លីខាងក្នុងភ្លីខាងក្រៅរួចហើយយើងចាប់ផ្ដើមអ៊ុតនៅចកេះហើយនឹងច្រកកប៉ៅចាយើងត្រឡប់វាចឹងណាចាត្រឡប់វាមកត្រឡប់ខាងចង់និយាយថាអាខាងខុសជាងក្រៅអាខាងត្រូវនៅក្នុងណាចានេះយើងដាក់រុញតិចមកចានាងខ្ញុំតែក៏ប៉ុន្តែនាងខ្ញុំចង់ឲ្យពុកម៉ែបងប្អូនមើលវីដេអូសុទ្ធក៏ប៉ុន្តែមើលទៅហាក់បីដូចអត់យល់អញ្ចឹងនាងខ្ញុំបរិយាយនេះអធិប្បាយផ្ទាល់នេះជូនទៅដល់ពុកម៉ែបងប្អូនបន្ថែមទៀតចាបន្ទាប់ពីយើងបានបំបែកភ្លីក្នុងបំបែកភ្លីក្រៅហើយយើងអ៊ុតចកេះហើយគឺយើងចាប់ខោនឹងផ្គុំចូលគ្នារលាស់មួយបន្ទាប់មកទៀតយើងចាប់មើលជើងវាដូចនាងខ្ញុំបានប្រាប់អញ្ចឹងនេះឃើញទេជើងហ្នឹងគឺធ្នេខាងក្នុងធ្នេខាងក្រៅគឺផ្គុំចូលគ្នាចាបន្ទាប់មកទៀតយើងរៀបធ្នេឲ្យកងលើគ្នាហើយស្មើគ្នាហើយយើងចាប់ផ្ដើមរុញនៅឆ្នាំងអ៊ុតចានេះហើយយើងប្រដុំឈើមួយចាហើយយើងរុញចូលបន្លាស់កដាសិនចាដើម្បីឲ្យខោនឹងវាស៊ីមេត្រីគ្នាចាភ្លីរត់ចូលគ្នាហើយរួចហើយយើងក៏ប្រើដុំឈើនឹងសកត់ពីលើហើយនេះខ្ញុំសូមបញ្ជាក់ថាបើសិនជាជាងមានជំនាញកាត់ខោស្អាតពេលដែលយើងផ្គុំអញ្ចឹងណាគឺស្អាតតែម្ដងអត់ប្រទៀងគ្នាតែបើសិនជាជាងនឹងគាត់រៀនកាត់ថ្មីចាហើយគាត់អត់តន់ចេះស្មាននៅធ្នេខោសាច់កណាត់អញ្ចឹងហើយពេលយើងយំអ៊ុតប្រទៀងចាប្រទៀងសាច់កណាត់នឹងល្មួលហ្មងអត់ស្អាតទេចាអញ្ចឹងបងដែលជាសុភាពនារីចង់អ៊ុតខោជូនស្វាមីចង់អ៊ុតខោជូនមនុស្សជាទីស្រឡាញ់ជូនកូនហ្នឹងណាចាទាំងខោកាត់ថ្មីទាំងខោដែលពាក់ហើយទាំងកន្លែងអ្នកបុកដូចហ្នឹងអាចអ៊ុតតាមវិធីនៃខ្ញុំបានចាផ្គុំដូចមិញអញ្ចឹងណាចាផ្គុំហើយអ្នកខ្លះបត់ជា2បានអ្នកខ្លះបត់ជា3ហ្នឹងក៏បានដែរពុកម៉ែបងប្អូនអ្នកតាមរូបភាពដូចនេះខ្ញុំបត់អញ្ចឹងណាចាយើងមានឆ្អឹងនៅចិត្តយើងបត់ជា2យើងបត់ច្រកថងយើងបត់ជា3ចាអញ្ចឹងវីដេអូរបស់នេះខ្ញុំមានតែប៉ុណ្្នឹងហើយបើសិនជាអំពូមីងលោកកំពុកអ្នកម្ដាយពេញចិត្តសុំ like សុំ share ម្នាក់មួយផងអរគុណនាងខ្ញុំវុនមរៀនសូមគោរពសូមជម្រាបលា